ទន្ទឹមនឹងការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងចំនួន37និងការព្រមព្រៀងគ្នាដែលមិនបានបញ្ជាក់លម្អិតពីគម្រោងប្រជិកហ្វូណនតេជោកម្ពុជានិងចិនបង្ហាញការបដិញ្ញាចិត្តយ៉ាងមុតមមទៅលើបូរណភាពទឹកដីគោលនយោបាយចិនតែមួយការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងការទទួលស្គាល់ឆ្នាំ2025ជាឆ្នាំទេសចរកម្ពុជាចិនអំឡុងដំណើរទស្សនកិច្ចចុងក្រោយនៅអាស៊ីអាគ្នេយ៍របស់លោកប្រធានាធិបតីចិនស៊ីជីនពីងកម្ពុជានិងចិនបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងចំនួន37ហើយបានអះអាងឡើងវិញនៅការបដិញ្ញាចិត្តលើវិស័យចំនួន6ប៉ុន្តែកិច្ចព្រមព្រៀងទាំងនេះមិនបានរាប់បញ្ចូលនៅកិច្ចព្រមព្រៀងរវាងរដ្ឋនិងឯកជនកិច្ចព្រមព្រៀងរវាងធុរកិច្ចនិងធុរកិច្ចទៅលើគម្រោងមួយចំនួនដូចជាគម្រោងប្រជិកហ្វូណនតេជោការសាងសង់រោងចក្រថាមពល LNG ដែលមានអនុភាព900មេហ្គាវ៉ាត់នៅក្នុងខេត្តកោះកុងនិងភាពជាដៃគូយុទ្ធសាស្ត្រផ្លូវដែកនោះទេយ៉ាងណាកិច្ចព្រមព្រៀងទាំងអស់នេះបានគ្របដណ្ដប់ទៅលើវិស័យជាច្រើនរួមមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខសកលការអប់រំនិងការអភិវឌ្ឍធនធានមនុស្សកសិកម្មឧស្សាហកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់ជំនួយអភិវឌ្ឍពន្ធគយការធ្វើចតាឡេខៈបញ្ហាសុខាភិបាលទេសចរនិងប្រព័ន្ធផ្សព្វផ្សាយដំណើរទស្សនកិច្ចដ៏សំខាន់របស់ប្រធានាធិបតីចិនលោកស៊ីជីនពីងដែលបានមកដល់កម្ពុជាកាលពីថ្ងៃម្សិលមិញនិងបានចាក់ចេញនៅថ្ងៃនេះបានអះអាងជាថ្មីនៅការបដិញ្ញាចិត្តមិនងាករេចំពោះមិត្តភាពដៃថែបរវាងកម្ពុជាចិននិងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរវាងប្រទេសទាំងពីរភាគីទាំងពីរបានសម្ដែងការបដិញ្ញាចិត្តនៅក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រនិងពន្លឿនការកសាងច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យានិងច្រករបៀងមច្ឆានិងអង្គររបស់កម្ពុជានេះបើយោងទៅតាមក្រសួងការបរទេសកម្ពុជានៅព្រឹកថ្ងៃសុក្រនេះប្រធានាធិបតីចិនដែលជាប្រមុខរដ្ឋរបស់ប្រទេសដែលកំពុងតែមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិកខ្លាំងជាងគេនោះជំវិញការយកពន្ធសងសឹកគ្នាទៅវិញទៅមកបានចាត់ទុកកម្ពុជាជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួននៅក្នុងតំបន់ចិននិងកម្ពុជាមានទំនាក់ទំនងយ៉ាងស្អិតរមួតដោយប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មម្ចាស់ជំនួយនិងជាអ្នកវិនិយោគដ៏ធំរបស់កម្ពុជានៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិនតែមួយនិងចាត់ទុកថាតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីទឹកដីរបស់ចិនដោយកម្ពុជាសម្ដែងការប្រឆាំងចំពោះការប៉ុនប៉ងជ្រៀតជ្រែកណាមួយចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនដូចគ្នានេះដែរភាគីចិនក៏បានអះអាងសារជាថ្មីនៅការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជានៅក្នុងការស្វែងរកឯករាជ្យភាពនៅមាគ៌ាអភិវឌ្ឍស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួននិងការពារអធិបតេយ្យភាពជាតិឯករាជ្យភាពនិងបូរណភាពទឹកដីព្រមទាំងគាំទ្រកម្ពុជាដើរតួនាទីយ៉ាងសកម្មនិងសំខាន់នៅក្នុងកិច្ចការតំបន់និងអន្តរជាតិ